សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជំរឿចិត្តថ្ងៃនេះយើងនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅក្នុងព្រលឹងនៃមនោសញ្ចេតនានៅខេត្តបាត់ដំបងតាមរយៈបទដងស្ទឹងសង្កែដែលជាស្នាដៃអមតៈរបស់កវីម៉ាឡៅពីនិងសំនៀងរបស់លោកស៊ីនស៊ីសមុទ្រដងស្ទឹងសង្កែខែលិញផុតទៅតើឆោយាមផ្លូវនៅក្បាលស្ពានថ្មស្រមោលធម្មជាតិធម្មរម្យបទចម្រៀងនេះគឺជាទំព័រប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីភាពឈឺចាប់លាយឡំដោយមេត្តាធម៌តើក្រុងបាត់ដំបងមានអ្វីខ្លះដែលសំខាន់ជាងស្នេហាដែលបាត់បង់ទៅទៀតឥឡូវរឿងថ្មីអើយើងភ្លេចអស់ឥឡូវយើងនឹងធ្វើដំណើរតាមដងស្ទឹងសង្កែដើម្បីស្រាយនៅអត្ថន័យដ៏អាថ៌កំបាំងដែលលាក់ទុកក្នុងទំនុកច្រៀងនៃបទនេះតែម្ដងដងស្ទឹងសង្កែខែលិញផុតទៅតើឆោយាមផ្លូវនៅក្បាលស្ពានថ្មស្រមោលធម្មជាតិធម្មរម្យលេចពណ៌សរត់ភ្លើងចោអង្រុនរីត្រីវគ្គទី1បង្ហាញពីការប្រើប្រាស់រូបភាពជាក់ស្ដែងតោឈរយាមផ្លូវនៅក្បាលស្ពានថ្មមិនមែនគ្រាន់តែជាការរៀបរាប់ទីតាំងទេតែតោគឺជាសាក្សីដ៏រឹងមាំដែលនៅឈរមើលការប្រែប្រួលនៃរឿងរ៉ាវស្នេហារីឯសូររត់ភ្លើងចអង្រុនរាត្រីគឺជានិមិត្តរូបនៃការចាក់ចេញនិងការបែកបាក់ដែលជាសម្លេងដ៏សោះកក្រោះនៃជីវិតទាំងដំបូលស្បូវនៅត្រើយខាងកើតជាភូមិកំណើតឋានស្នេហ៍កវីតាមផ្លូវមានគេលក់នំចំណីឥឡូវរឿងថ្មីអើយើងភ្លេចអស់ឃ្លាផ្ទះដំបូលស្បូវនៅត្រើយខាងកើតជាភូមិកំណើតឋានស្នេហ៍កវីបង្ហាញពីការភ្ជាប់អារម្មណ៍ទៅនឹងឫសគល់និងភាពសាមញ្ញនៃស្នេហាដំបូងផ្ទុយមកវិញឃ្លាឥឡូវរឿងថ្មីឲ្យយើងភ្លេចអស់គឺជាចំណុចដ៏សំខាន់ដែលកវីទទួលស្គាល់នៅការប្រែប្រួលរបស់គូស្នេហ៍ដែលធ្វើឲ្យអនុស្សាវរីយ៍ចាស់ៗត្រូវបានលុបបំបាត់ការអង្វរករដ៏រំជួលចិត្តចាប់ផ្ដើមនៅឃ្លាអូនកុំជេរស្ទឹងបើខឹងនឹងបងទុកគ្រាន់ដើរឆ្លងនឹករឿងស្រណងកវីសុខចិត្តទទួលកំហុសទាំងអស់លើខ្លួនឯងហើយការពារស្ទឹងឲ្យនៅដដែលស្ទឹងคล้ายទៅជាសារមន្ទីរនៃជីវិតរបស់ពួកគេស្ទឹងត្រូវបានលើកដំកើងជាអ្នកនាំសារទឹកអើយហូរទៅកុំនៅក្រៀមក្រំនាំដួងចិត្តស្មោះទៅប្រាប់នាងផងឃ្លានេះកវីបានប្រើលំហូរនៃធម្មជាតិជាកម្លាំងដើម្បីបង្ហាញពីភាពស្មោះត្រង់ដែលនៅសេសសល់ការស្នើសុំចុងក្រោយគឺការសុំអភ័យទោសអូស្ទឹងសង្កែធ្លាប់តែផ្ញើចិត្តពេលយប់ងងឹតស្ទាបអងអែលខ្នងបើឈប់ស្នេហាសុំខ្លួនជាបងបានជួបម្ដងញញឹមគ្មានឈប់រឿងរ៉ាវខ្លះៗដែលយើងគួរដឹងអំពីអ្នកនិពន្ធគឺលោកម៉ាឡៅពីដែលត្រូវបានប្រសិទ្ធនាមជាកវីសេកមាសគាត់មិនត្រឹមតែជាអ្នកនិពន្ធប៉ុណ្ណោះទេតែគាត់ជាអ្នកអត្ថាធិប្បាយនិងអ្នកសារព័ត៌មានដ៏ល្បីល្បាញក្នុងសម័យនោះស្នាដៃរបស់លោកតែមានលក្ខណៈរៀបរាប់ពីទីកន្លែងពិតភ្ជាប់ជាមួយនឹងមនោសញ្ចេតនាយ៉ាងប៉ិនប្រសប់ ធ
ធ្វើឲ្យបទចម្រៀងមានអត្តសញ្ញាណជាតិនិងរសជាតិបែបមនោសញ្ចេតនាភាពល្បីល្បាញនៃបទនេះមិនអាចកាត់ផ្តាច់ពីសំនៀងរបស់អធិរាជសម្លេងមាសសិនស៊ីសមុទ្របានឡើយទឹកដមសម្លេងដ៏ក្រអួនក្រអៅរបស់លោកធ្វើឲ្យគ្រប់ពាក្យពេចន៍របស់លោកម៉ាឡាពីហាក់នៅមានភាពរស់រវើកចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតគឺលោកស៊ិនស៊ីសមុទ្រក៏ធ្លាប់មានអនុស្សាវរីយ៍នៅខេត្តបាត់ដំបងផងដែរគឺកាលពីកុមារភាពដែលធ្វើឲ្យលោកអាចចាប់យកមនោសញ្ចេតនានៃបទនេះបានយ៉ាងជ្រាលជ្រៅសរុបមកបទដងស្ទឹងសង្កែគឺជាកម្រងកំណាព្យដ៏ឧត្តមឧត្តមដែលចងភ្ជាប់ស្នេហាផ្ទាល់ខ្លួនជាមួយភូមិសាស្ត្រជាតិវាបានបង្ហាញពីភាពឈឺចាប់នៃការលះបង់ភាពស្មោះត្រង់ដែលនៅសេសសល់និងអានុភាពនៃការចងចាំដែលនៅឋិតថេរជារៀងរហូតនៅតាមដងស្ទឹងសង្កែទាំងអស់នេះបានបញ្ជាក់ថាទីក្រុងបាត់ដំបងនៅតែជាកន្លែងកំណើតដ៏ស្រស់ស្អាតទោះបីជាស្នេហាបានបាត់បង់ក៏ដោយតើអ្នកធ្លាប់មានអនុស្សាវរីយ៍ជាមួយអ្នកណាម្នាក់នៅដងស្ទឹងសង្កែដែរឬទេបើសិនជាអ្នកអាចផ្ញើសារមួយទៅកាន់ដៃគូដែលធ្លាប់មានអនុស្សាវរីយ៍នៅដងស្ទឹងសង្កែតើអ្នកនឹងសរសេរវាយ៉ាងដូចម្តេចហើយតើបទចម្រៀងមួយណាទៀតដែលអ្នកចង់ឲ្យយើងជួយវិភាគសូមចែករំលែកអារម្មណ៍និងមតិរបស់អ្នកនៅក្នុង comment ខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីបន្តវិភាគបទចម្រៀងផ្សេងទៀតជាមួយយើងខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងណាមួយដោយអចេតនាជួបគ្នានៅវីដេអូបន្ទាប់